Ok,អញ្ចឹងយើងធ្វើ soundtrack reaction ដែរអូខេនៅវីដេអូមួយទៀតនេះដែលខ្ញុំគិតថាគេប្រើ soundtrack ក៏ល្អដែរកន្លែងហ្នឹងនិយាយរួមទៅខ្ញុំមិនមែនគិតថាល្អឬក៏គាត់ទេគាត់ថាខ្ញុំគិតថាវាធ្វើឲ្យយើងមានអារម្មណ៍របៀបម៉េចជាមួយនឹង soundtrack ហើយនឹងសាច់រឿងនៅកន្លែងហ្នឹង scene នៅកន្លែងហ្នឹងរបៀបអញ្ចឹងណាអូខេហើយមូលហេតុដែលដាក់មុខនៅកដាលមូលហេតុដោយសារតែវីដេអូទាំងអស់គឺមិនមែនកម្មសិទ្ធិរបស់ខ្ញុំទេវីដេអូកម្មសិទ្ធិរបស់គេ copyright តោះThat's why យើងអាច link វាទាំងដុលយើង link វាអញ្ចឹងប៉ុន្តែដាក់អញ្ចឹងក៏នៅតែខុសដែរខ្ញុំដាក់វីដេអូ scene នៅក្នុង comment ហើយគ្នាយើងចូលទៅមើលតាម comment ទៅឬក៏នៅក្នុង description បែបហ្នឹងអូខេតើឥឡូវយើងចាប់ប្រើម៉ាស៊ីននេះអឺចាំខ្ញុំយល់ឡើងក្រោយថាវាមានអារម្មណ៍របៀបម៉េចមួយ soundtrack នេះ大家演员连续部，这究竟是什么人，能够同时精通佛门和道家两门绝学？晋千华，不染尘。少年游，醉到春风却不知深秋。អូខេអញ្ចឹងឥឡូវឃើញណាថា soundtrack ហ្នឹងរបៀបម៉េចហើយពេលយើងលឺអា soundtrack ហ្នឹងហើយបូកជាមួយនឹង scene សាច់រឿងហ្នឹងរបៀបរឿងបុរាណហើយពេលខ្ញុំពីមុនមកខ្ញុំចូលចិត្តមើលរឿងរបៀបអ្នកក្លាហានរបស់ចិនហើយវាបុរាណអញ្ចឹងតាំងពីដើមមកតោះនេះខ្ញុំមើលតាំងពីគួកជីងចាំងជីរបៀបយ៉ាងគួរអីសុងជាងរបៀបជូកតាន់របៀបអីច្រើនណានិយាយរួមរឿងពីមុនតែតទៅម្នាក់ក្លានច្រើនអញ្ចឹងអញ្ចឹងវាប្រិញអា vibe ដល់ពេលយើងលឺអាភ្លេងអា soundtrack មុនហ្នឹងអាចម្រៀង soundtrack មួយហ្នឹងហើយបូកមួយ scene សាច់រឿងមួយហ្នឹងវា remind យើងទៅអារបៀប vibe របៀបនៅពីទួយហើយមើលរឿងអ្នកក្លាហានរបៀបអញ្ចឹងយល់អត់ហើយយើងមានអារម្មណ៍ថា feel ហ្មង feel របៀបថារបៀបចូលអារម្មណ៍មួយ scene មួយហ្នឹងហ្មងរបៀបអញ្ចឹងតើអត់ Yeah that was good one កន្លែងហ្នឹងហើយ